សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ Channel The Saturday Cambodia Evening News ហើយពេលនេះដែរខ្ញុំនឹងលើកយកនៅព័ត៌មានមួយដែលបានចុះផ្សាយក្នុងកាសែតខ្មែរលូតគឺសាហាវកែសម្ផស្សធ្វើឲ្យគ្រប់យ៉ាងប្រែប្រួលបានពីមនុស្សស្រីមុខមាត់អាក្រក់មកក្លាយជាមនុស្សស្រីដែលស្អាតខ្លាំងវៀតណាមឥទ្ធិពលនៃការកែសម្ផស្សបានផ្លាស់ប្ដូរសម្រស់នារីវ័យក្មេងម្នាក់ពីមនុស្សស្រីមុខមើលមិនយល់ឲ្យក្លាយទៅជាមនុស្សស្រីដែលស្អាតម្នាក់ក្នុងមួយប្រព្រឹត្តភ្នែកកាលពីថ្មីកន្លងទៅនេះមានគណនី Facebook របស់មនុស្សម្នាក់បានបង្ហោះនៅរូបថតកាលពីមុននិងរូបបច្ចុប្បន្នក្រោយនាងរូបនេះបានកែសម្ផស្សដែលពិតជាខុសគ្នាឆ្ងាយខ្លាំងណាស់ក្នុងនោះដែររូបលោកក៏បានប្រាប់រឿងរ៉ាវស្នេហានិងមូលហេតុដែលនារីវ័យក្មេងនោះបានសម្រេចចិត្តកែសម្ផស្សផងដែរដែលកាលពីដំបូងឡើយនាងបានតាក់ទងនិងស្រឡាញ់ជាមួយនឹងបុរសម្នាក់ដែលរូបគេមិនខ្វល់ពីសម្រស់ខាងក្រៅរបស់នាងនោះទេទោះបីជានាងមិនស្អាតដូចនារីដទៃក៏ដោយប៉ុន្តែដោយសារតែចង់ផ្ដល់រង្វាន់ឲ្យគូស្នេហ៍របស់ខ្លួននាងក៏បានទៅវះកាត់កែសម្ផស្សត្រង់កន្លែងមួយចំនួននៅលើផ្ទៃមុខរបស់នាងក្រោយពីនាងបានផ្លាស់ប្ដូរនៅមុខមាត់រួចមកក៏បានធ្វើឲ្យគ្រប់គ្នានឹងគូស្នេហ៍មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលជាការពិតវាខុសគ្នាពីមុននឹងខ្លាំងណាស់ហើយជាពិសេសនៅពេលនាងបានស្លៀកឈុតសម្លៀកបំពាក់រៀបការទៀតគឺកាន់តែស្រស់ស្អាតដូចទេពអប្សរតាក់ទងទៅនឹងការកែសម្ផស្សនេះដែរក៏មានតារាម៉ូដែលស្រីឈិនយីមែនជាតារាម៉ូដែលម្នាក់ត្រូវបានគេដឹងថាកែសម្ផស្សស្ទើរតែសពរាងកាយតែម្ដងយោងតាមគេហទំព័របរទេសមួយបានបង្ហាញនៅរូបថតជាច្រើនសន្លឹករបស់តារាសិចស៊ីរូបនេះមុននឹងក្រោយការកែសម្ផស្សចំពោះនាងឈិនយីមែនបានកែសម្ផស្សតាំងពីក្បាលរហូតដល់ចុងជើងដូចជាធ្វើថ្ងាសកែភ្នែកធ្វើច្រមុះកែតម្រង់មុខចាក់ចង្កាពង្រីកដើមទ្រូងបូមខ្លាញ់ចេញពីរាងកាយធ្វើចង្កេះនិងធ្វើជើងឲ្យស្រឡូនជាដើមក្រោយពីនាងឈិនយីមែនបានកែសម្ផស្សរួចឃើញថាសម្រស់របស់នាងពិតជាស្អាតដូចទេពអប្សរទ្វេដងហើយជាពិសេសកេរ្តិ៍ឈ្មោះរបស់នាងជាតារាបង្ហាញម៉ូដក៏កាន់តែល្បីល្បាញផងដែរជាមួយគ្នានេះដែរនាងឈិនយីមែនបាននិយាយឲ្យដឹងថានាងកើតមកមិនស្អាតឥតខ្ចោះដូចគេទេដូច្នេះហើយទើបនាងសម្រេចចិត្តកែសម្ផស្សបែបនេះដើម្បីធ្វើតាមសេចក្តីសុបិនរបស់នាងដែលចង់ក្លាយជាតារាម៉ូដែលទាំងនេះគឺជារូបដែលនាងមុនពេលកែសម្ផស្សនិងក្រោយពេលកែសម្ផស្សបាទហើយខ្ញុំក៏សូមបញ្ចប់ព័ត៌មាននេះត្រឹមនេះដែរបាទសូមអរគុណសូមជម្រាបលា